យើងជាមនុស្សស្រឡាញ់ការងារប្អូនបង្កើតគុណសម្បត្តិមួយឲ្យខ្លួនឯងអង់គ្លេសគេហៅថា branding ខ្មែរថាម្នាក់នឹងឈ្មោះនឹងមនុស្សនឹងទុកចិត្តបានជាមនុស្សសាច់ការអានឹងប្អូនស្ពាយដើម្បីជីវិតរហូតដោយសារតែគេស្គាល់យើងថាជាមនុស្សសាច់ការគឺមនុស្សអស្ចារ្យមនុស្សខុសគ្នាដោយសារឱកាសមិនដោយសារយើងក្រីក្រទេឱកាសធ្វើឲ្យមនុស្សពាក្យថាមនុស្សពាក្យថាអ្នកព្យាយាមអ្នកខិតខំឬក៏ថាសិស្សនិស្សិតចំពោះខ្ញុំគឺដំពេចគ្រាន់តែយើងមិនទាន់បានកែច្នៃដុសខាត់ឲ្យវាតែភ្លឺតែប៉ុណ្ណោះអត់បែងចែកទេអត់បែងចែកទេមានតែពាក្យមួយទេដែលមនុស្សគ្រប់រូបត្រូវស្វែងរកវាហើយយកវាមកប្រើឲ្យបានជាប្រណិតបានល្អបំផុតក្នុងដំណើរជីវិតគឺឱកាសមនុស្សខុសគ្នាដោយសារឱកាសមិនដោយសារយើងក្រីក្រទេមិនដោយសារយើងអ្នកស្ទឹងមានជ័យកំណោសម្រាមអ្នកឧត្តរមានជ័យចុងកាត់មាត់ញោកអ្នកខេត្តប្រចេះព្រៃភ្នំឬក៏បន្ទាយមានជ័យមិនអញ្ចឹងណាឱកាសធ្វើឲ្យមនុស្សខុសពេលដែលយើងធ្លាក់ដល់បាតាពេលដែលយើងឆ្លងកាត់ការលំបាកដ៏អស្ចារ្យនៅក្នុងជីវិតពេលនោះក៏ជាពេលដែលកំពុងរៀបយើងឲ្យធ្វើអ្វីមួយសម្បើមអស្ចារ្យប្អូនលុយកាក់អាចរកបានប៉ុន្តែពេលវេលារកអត់បានទេមួយថ្ងៃហ្នឹងឥឡូវហ្នឹងពេលហ្នឹងកន្លងបាត់ទៅហើយដូច្នេះតើយើងចង់បានស្អីថ្ងៃហ្នឹងមនុស្សដែលយើងជួបមនុស្សដែលនៅជុំវិញខ្លួនយើងការជួបជុំមនុស្សហ្នឹងតើយើងអាចរៀនសូត្រពីគាត់ស្អីបានពេលវេលានេះអាចយកមកច្នៃជីវិតយើងបានយកជាការអភិវឌ្ឍខ្លួនដោយការប្រើពេលវេលាឲ្យបានត្រឹមត្រូវមនុស្សមានសម្ពាធបានរើបំរាស់ណែឥឡូវហ្នឹងយើងកំពុងតែមានសម្ពាធគឺក្រសាលាអង្គការគេមិនសូវរាប់អានរើបំរាស់មកវិញមកប្រឹងរៀបខ្លួនឯងឲ្យកុំថ្កើងមកដូច្នេះអាចលំបាកហ្នឹងប្អូនរើបំរាស់ចេញពីហ្នឹងនៅលើលោកនេះអត់មានអ្វីដាក់លើថាមាសថាប្រាក់ឲ្យយើងទេក្រៅពីបែកញើសលះបង់អត់ល្ងុយប្រឹងគិតខំព្យាយាមលុតដំបានលទ្ធផលមកស្លៀកពាក់ល្អគេជិះឡានល្អខ្ញុំអត់ចាប់អារម្មណ៍ទាំងអស់ម៉ោងនេះក៏ខ្ញុំគ្មានចាប់អារម្មណ៍ដែរចំពោះខ្ញុំឡានគ្រាន់តែជាប្រអប់ដែក4ជ្រុងជូនខ្ញុំពីកទៅខពីចំណុច A ទៅចំណុច B ខាន់ចប់បើប្អូនចេះរកពាក្យមួយម៉ាត់ក្នុងជីវិតខ្មែរក៏និយាយថាសាមញ្ញ If you can find your happiness in the word សាមញ្ញ you done it អូនរកឃើញជីវិតពិតហើយសុភមង្គលពិតនៃជីវិតគឺសាមញ្ញ